បែបមូលតើត្រូវជ្រើសរើសទម្រង់ចិញ្ចើមបែបណាដើម្បីឲ្យស័ក្តិសមនឹងទម្រង់មុខដើម្បីមានភាពងាយស្រួលដល់សុភាពនារីគ្រប់រូបក្នុងការគូរទម្រង់ចិញ្ចើមឲ្យស័ក្តិសមនឹងទម្រង់មុខនោះ Revlon សូមនាំមកនៅការបង្ហាញជូននៅពេលនេះគឺទម្រង់ចិញ្ចើមសម្រាប់នារីដែលមានទម្រង់មុខមូលរីឯបេក្ខនារីក្នុងសប្តាហ៍នេះគឺមានទម្រង់មុខមូលដែល Revlon នឹងធ្វើការបង្ហាញជូននៅភាពខុសប្លែកគ្នាក្នុងការកែច្នៃទម្រង់ចិញ្ចើមរបស់គាត់ឲ្យស័ក្តិសមនឹងទម្រង់មុខផងដែរទម្រង់មុខមូលគឺផ្ទៃមុខមានសាច់ច្រើនដូច្នេះយើងត្រូវគូរទម្រង់ចិញ្ចើមបែបណាដើម្បីជួយលើកទម្រង់មុខឲ្យមើលទៅរាងទ្រវែងបន្តិចវិញអ្នកដែលមានមុខមូលមិនត្រូវគូរចិញ្ចើមកោងមូលដូចឥននោះទេព្រោះធ្វើឲ្យមុខមើលទៅកាន់តែមូលតែបើគូរចិញ្ចើមត្រង់វិញក៏មិនសូវសមចិញ្ចើមដែលស័ក្តិសមជាងគេគឺបែបកាច់កែងព្រោះថាទម្រង់បែបនេះនឹងជួយធ្វើឲ្យមុខមូលមានភាពវែងបន្តិចហើយក្មេងជាងមុនយ៉ាងណាដែរឥឡូវនេះអ្នកអាចចាប់ផ្ដើមកំណត់ទម្រង់មុខរបស់ខ្លួនអ្នកហើយចាប់ផ្ដើមអនុវត្តតែម្ដងអ្នកពិតជាមានភាពរីករាយជាក់ជាមិនខានចំណែកសុភាពនារីដទៃទៀតដែលមានទម្រង់មុខផ្សេងៗសូមតាមដានទស្សនាការបង្ហាញជូននៅពេលក្រោយពីកម្មវិធី Revlon Face to Face ចាសសូមស្វាគមន៍អស់លោកស្រីនាងកញ្ញាចារីនីទស្សនាជាមួយនឹងកម្មវិធី Revlon Face to Face ក្នុងវគ្គនៃការតុបតែងមុខចានៅក្នុងសប្តាហ៍នេះខ្ញុំនឹងបង្ហាញជូនជាមួយនឹងវិធីនៃការតុបតែងមុខជូនដល់សុភាពនារីរបស់យើងនឹងគឺលក្ខណៈ style មួយដែលថាមើលទៅថាមញ៉េមញក់ចាគួរឲ្យស្រឡាញ់ចាក្នុងការផាត់មុខ style បែបមញ៉េមញក់គួរស្រឡាញ់នេះគឺយើងតែងតែសម័យឃើញថាតើមញ៉េមញក់គួរស្រឡាញ់នឹងតើយើងត្រូវតែប្រើជាមួយនឹង color ផ្នែកបែបណាគឺបែបធម្មជាតិចាអញ្ចឹងការផាត់មុខបែបធម្មជាតិនេះក៏យើងត្រូវតែឲ្យដឹងថាតើយើងចូលរួមកម្មវិធីអ្វីគឺថាកម្មវិធីទៅស្មោះសឬក៏វិធីមង្គលការឬក៏ជប់រៀបផ្សេងៗនោះគឺយើងផាត់មុខបែបធម្មជាតិតែលក្ខណៈមួយថាឲ្យវារៀងច្បាស់ជាងលក្ខណៈបែបធម្មជាតិដែលយើងដើរផ្សារឬក៏យើងធ្វើការជាប្រចាំថ្ងៃចាឥឡូវនេះកុំឲ្យខាតពេលវេលាយូរសូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នារីករាយទស្សនាដូចតទៅចាសូមជើញRevlon Color Stay Whip Cream Makeup ជាម្សៅទ្រនាប់ប្រភេទគ្រីមសាច់ម្សៅស្រាលស្រទន់តែម៉ត់ផូរផង់និងជាប់ពណ៌ដល់ទៅ24ម៉ោងសម្រាប់ស្បែកទូទៅនិងអ្នកដែលចូលចិត្តសាច់ម្សៅស្ដើងចាឥឡូវនេះខ្ញុំជ្រើសរើសយក highlight pink palette នេះដើម្បីយកមកវាយជាទម្រង់មុខអក្សរ V ជាពិសេសគឺថាជួយឲ្យសម្រស់ផ្ទៃមុខរបស់គាត់ខុសប្លែកពីសម្រស់ធម្មជាតិផងដែរចាឥឡូវនេះខ្ញុំសូមបង្ហាញជូនRevlon Highlighting Palette ជាពណ៌សម្រាប់ highlight នៅលើថ្ពាល់ឬកន្ទុយភ្នែកផ្ដល់នូវពណ៌ភ្លឺផ្លែកច្រើនចម្រុះគ្នានៅក្នុងប្រអប់តែមួយជួយបន្ថែមនូវមន្តស្នេហ៍ទាក់ទាញដល់នារីទាន់សម័យនិងជាប់ពណ៌ដល់ទៅ8ម៉ោងចាបន្តជន់ជាមួយនៅវិធីនៃការផាត់ម្សៅផាត់វាម្ដងគឺជ្រើសរើសយក Color Stay Press Powder ដើម្បីយកមកលាបជូនដល់ស្ទីលរបស់យើងចាថាជាមួយនឹងវិធីនៃការលាបម្សៅរបស់យើងនេះគឺយើងត្រូវតែប្រើជាមួយនឹងពងរបស់យើងនេះគឺតបស្នំដូចគ្នាដោយសារតែជាធម្មតានេះខ្ញុំជ្រើសរើសយកម្សៅទ្រនាប់របស់យើងមិញហ្នឹងគឺលក្ខណៈជាគ្រីមចាអញ្ចឹងជាតិម្សៅរៀងច្រើនបន្តិចបន្ទាប់មកជ្រើសរើសយកចា pink palette របស់យើងហ្នឹងវាយជាអក្សរ V អញ្ចឹងហើយមានច្រើនជាន់បើយើងអូសអាចធ្វើឲ្យកកឬក៏មិនម៉ត់ចាអញ្ចឹងខ្ញុំសូមតបថ្នមថ្នមសម្រាប់ដល់គូឲ្យគត់គុណដូចយើងប្រាថ្នា Revlon បញ្ចេញមន្តស្នេហ៍ពេញរាងកាយផ្ដល់សម្រាប់ពិតឥតខ្លាំងខ្លាយសូមរីករាយនឹង Revlon Face to Face Color Stay Press Powder ជាម្សៅផាត់ផ្ដល់នូវពណ៌ជាប់បានយូរសាច់ម្សៅស្រាលងាយលាបមិនបណ្ដាឲ្យកកឬស្ទះរញើសគ្មានជាតិខ្លាញ់មិនបណ្ដាឲ្យកើតមុនសាច់លាបដោយប្រើអេប៉ុងលាបថ្នមលើផ្ទៃមុខសម្រាប់ស្បែកទូទៅនិងប្រើបានគ្រប់វ័យចាជ្រើសរើសយក Color Stay 16 Hour Eyeshadow ដើម្បីយកមកលាបជូនដល់ស្ទីលរបស់យើងគឺថាជាមួយនឹង color ចាផ្នែករបស់យើងគឺមាន4ពណ៌ក្នុងប្រអប់តែមួយចាក្នុងនេះមានពណ៌សាច់ពណ៌ផ្កាឈូកចាស្រាលចាពណ៌
ស្វាយក្រម៉ៅនិងពណ៌ស្វាយស្រស់អញ្ចឹងនេះខ្ញុំជ្រើសរើសយកពណ៌សាច់ដើម្បីយកមកហាឡាយជាមុនសិនចាជ្រើសរើសពណ៌ផ្កាឈូកស្រាលនេះដើម្បីយកមកលាបជាបន្តទៀតដូចយើងប្រាថ្នារែវឡំចេញមុនស្នេហ៍ពេញរាងកាយផ្ដល់សម្រាប់ពិតអត់ខ្លាយខ្លាយសំរីករាយនឹងរែវឡំ Face to face ចាឥឡូវគឺជ្រើសរើសពណ៌ស្វាយចេញមុនស្នេហ៍ពេញរាងកាយផ្ដល់សម្រាប់ពិតអត់ខ្លាយខ្លាយសំរីករាយពណ៌ផាត់ភ្នែក Revlon Color Stay 16 Hour Eyeshadow ជាពណ៌ផាត់ភ្នែកប្រភេទម្សៅពណ៌ភ្លឺស្អាតបែបកញ្ញីមាន4ពណ៌ក្នុងប្រអប់តែមួយដែលពណ៌ស្រាលច្រើនជាងពណ៌ដិតតម្រូវទៅតាមបរិមាណប្រើប្រាស់ច្រើនជាប់ពណ៌ដល់ទៅ16ម៉ោងធន់នឹងទឹកមិនប្រតាក់ងាយស្រួលប្រើមានការណែនាំពីរបៀបប្រើនៅខាងក្នុងប្រអប់ចេញមុនស្នេហ៍ពេញរាងកាយផ្ដល់សម្រាប់ពិតអត់ខ្លាយខ្លាយសំរីករាយនឹង Revlon តែចូលចិត្តស្ទាយត្រេះភ្នែកបែបណាដែរខ្មែរដៃគូប្រភេទ11នេះសម្រាប់ស្ទាយធម្មជាតិគួរឲ្យគៀកនិងគល់រឹមភ្នែកតែម្ដងហើយអូសពីគល់ដល់កន្ទុយភ្នែកងាយៗតែស្អាតប្លែកមួយនេះជាប្រភេទ gel សម្រាប់ស្ទាយត្រេះភ្នែកក្រាស់ស្អាតសិចស៊ីអូហូមានជក់ជាប់នៅ10ស្រាប់ងាយមែនជ្រលក់ gel ហើយគូទៅតាមត្រេះភ្នែកតែម្ដងគូមួយខ្សែហើយមួយខ្សែទៀតធ្វើឲ្យភ្នែកធំស្អាតបែបនេះជាប្រភេទ Fur សម្រាប់ស្ទាយសិចស៊ីវត្តកន្ទុយគួរឲ្យគៀកនិងគល់ភ្នែកតែម្ដងផ្ដែក Fur បន្តិចទៅដើម្បីឲ្យត្រេះភ្នែកក្រាស់ហើយអូសដល់កន្ទុយវត្តបាសឡើងលើទៅសិចស៊ី Revlon សួរថាតើមួយណាជា style របស់អ្នកចាឥឡូវនេះខ្ញុំសូមជ្រើសរើសយក Color Stay Eyeliner ដើម្បីយកមកគូត្រេះភ្នែកចាជូនដល់ស្នេហ៍របស់យើងជាបន្តទៀតពិតជានាំមកនៅសម្រស់ដ៏ល្អអស្ចារ្យសម្រាប់គួរឲ្យកត់គុណដូចយើងប្រាថ្នារែវឡំចេញមុនស្នេហ៍ពេញរាងកាយផ្ដល់សម្រាប់ពិតអត់ខ្លាយខ្លាយសំរីករាយនឹង Revlon Color Stay Eyeliner ជាខ្មៅដៃគូត្រេះភ្នែកប្រភេទដើមផ្ដល់នូវគំនូសច្បាស់ល្អធន់នឹងទឹកមិនប្រតាក់មិនប៉ះពាល់ដល់សុខភាពភ្នែកពិតជានាំមកនៅសម្រស់ចាឥឡូវនេះខ្ញុំបន្ថែមជូនជាមួយនឹង Color Stay Eyeliner ដើម្បីយកមកគូជាមួយនឹងត្រេះភ្នែកដែលនេះខ្ញុំបានធ្វើការគូត្រេះខ្មៅរបស់គាត់ជាមិញនឹងហើយនោះយើងបន្តមកចាប្រើ gel របស់យើងនេះម្ដងទៀតខ្មៅដៃគូត្រេះភ្នែក Revlon Color Stay Cream Gel Eyeliner ជាប្រភេទ gel ដែលមានជក់ទន់ងាយស្រួលប្រើនិងងាយទុកដាក់ជាប់ពណ៌បានទៅ24ម៉ោងធន់នឹងទឹកមិនប្រតាក់ផ្ដល់នូវគំនូសពណ៌ច្បាស់ល្អគំនូសតូចឬធំទៅតាមចំណូលចិត្តសម្រាប់ការគូទម្រង់ភ្នែកបែប sexy ដែលត្រូវជាមួយនឹងការផាត់មុខបែប sexyចាឥឡូវនេះខ្ញុំសូមបង្ហាញជូនជាមួយនឹងវិធីនៃការគូចិញ្ចើមវិញម្ដងគឺជ្រើសរើសយកខ្មៅដៃគូចិញ្ចើមចា Revlon Pro Fantasy ដើម្បីគូជូនដល់ស្រីរបស់យើងចាខ្មៅដៃរបស់យើងនេះគឺមានបំពង់ចាប់ពីរបញ្ចូលគ្នាបំពង់ទី1គឺខ្មៅដៃដែលគូត្រេះចិញ្ចើមឲ្យទទួលបានជាមួយរាងស្រស់ស្អាតរីឯលេខ2នេះវិញគឺក្រាស់ដែលមានជាតិ gel ពេលដែលយើងសិតបំបែករោមចាំរបស់យើងមើលទៅស្អាតបែបធម្មជាតិតែម្ដងចាឥឡូវនេះខ្ញុំសូមបង្ហាញជូនចេញមុនស្នេហ៍ពេញរាងកាយផ្ដល់សម្រាប់ពិតអត់ខ្លាយខ្លាយសំរីករាយនឹង Revlon Face to Face Brow Fantasy ជាខ្មៅដៃគូនិងលាបបណ្ដុះរោមចិញ្ចើមប្រើបំពង់លេខ1ដើម្បីគូយកទម្រង់ចិញ្ចើមរួចប្រើបំពង់លេខ2ដែលជា gel មកសិតដើម្បីជួយបណ្ដុះរោមចិញ្ចើមសម្រាប់គួរឲ្យកត់គុណដូចយើងប្រាថ្នារែវឡំចេញមុនស្នេហ៍
จะបន្តជូនជាមួយនឹងវិធីនៃការផាត់ពណ៌វិញម្ដងគឺជារើសយក Revlon Powder Plus ដើម្បីយកមកផាត់ជូនដល់ស្គីមរបស់យើងចាសម្រាប់ទម្រង់ពណ៌របស់គាត់ដែលខ្ញុំធ្វើការផាត់ Vasavi ហើយនោះគឺយើងយកពណ៌ផ្កាឈូករបស់យើងនេះគឺមកផាត់នៅពីលើចាគឺមិនបាច់ចាំពាក់ព័ន្ធជាមួយនឹងពណ៌សូកូឡានេះខ្ញុំបានផាត់3មិញនោះទេចាដោយសារតែទម្រង់មុខរបស់គាត់នឹងគឺសាច់ច្រើនពេកនៅពេលដែលយើងយកពណ៌ផ្កាឈូកមកលុបបាត់អស់អាចធ្វើឲ្យទម្រង់មុខគាត់អាចមិនជាសវីចាឥឡូវនេះខ្ញុំសូមបង្ហាញជូន Revlon Powder Plus ជាពណ៌ផាត់ពណ៌ដែលផ្ដល់នូវពណ៌ស្រស់ស្អាតជាប់បានយូរមិនហុយនិងមិនបណ្ដាលឲ្យស្បែកស្ងួតប្រើសម្រាប់វ័យទូទៅនិងស្បែកទូទៅខ្ញុំរកឃើញ mascara សម្រាប់ចិត្តហើយថ្មី Revlon Bold Lacquer Mascara ជាជម្រើសថ្មីស្រឡាំងទាន់សម័យតរោមភ្នែកឲ្យវែងក្រាស់ងខ្មៅភ្លឺរលោងចេងចាំងរោមភ្នែកត្រូវតែវែងត្រូវតែក្រាស់ត្រូវតែស្អាតបែប Revlon ចាឥឡូវនេះខ្ញុំសូមបង្ហាញជូនជាមួយនឹងវិធីនៃការលាប mascara វិញម្ដងចាមុនដំបូងនេះខ្ញុំធ្វើការផាត់ពណ៌មុននឹងលាប mascara ជាធម្មតាពេលជារៀងរាល់សប្តាហ៍នេះខ្ញុំតែងតែលាប mascara មុននឹងផាត់ពណ៌ដោយសារតែសម្រាប់ពណ៌របស់គាត់នេះគឺនេះខ្ញុំជ្រើសរើសយកពណ៌ដើម្បីវាយជាប់ជាមួយនឹងពណ៌កតុយភ្នែកអញ្ចឹងហើយនឹងខ្ញុំជ្រើសរើសយកពណ៌មុនតែឥឡូវខ្ញុំចូលមកដល់ពីវិធីនៃការលាប mascara វិញម្ដងគឺជ្រើសរើសយក mascara Bold Lacquer mascara ដើម្បីយកមកលាបជូនដល់ skin របស់យើងចាឥឡូវនេះខ្ញុំសូមបង្ហាញជូនមិនចេញមុនស្នេហ៍ពេញរាងកាយផ្ដល់សម្រាប់ពិតអត់คล้ายคล้ายសំរីករាយ Revlon Bold Lacquer Mascara ជាជម្រើសថ្មីស្រឡាងជាមួយបច្ចេកវិទ្យាតរោមភ្នែកឲ្យវែងក្រាស់ងខ្មៅភ្លឺរលើបរលោងដោយសរសៃ Fiber ល្អិតតូចកាន់តែលាបនោះរោមភ្នែកកាន់តែវែងក្រាស់ងហួសពីការស្មានចាឥឡូវនេះខ្ញុំសូមបង្ហាញជូនជាមួយនឹង highlight pink palette វិញម្ដងគឺបន្ថែមជូនជាមួយនឹងលើពណ៌ដែលខ្ញុំបានធ្វើការផាន់បាញ់មិញសម្រាប់ពិតអត់คล้ายคล้ายសំរីករាយនឹង Revlon Face to Face Revlon Highlighting Palette ជាពណ៌សម្រាប់ highlight នៅលើថ្ពាល់ឬកន្ទុយភ្នែកផ្ដល់នូវពណ៌ភ្លឺផ្លែកច្រើនចម្រុះគ្នានៅក្នុងប្រអប់តែមួយជួយបន្ថែមនូវមន្តស្នេហ៍ទាក់ទាញដល់នារីទាន់សម័យនិងជាប់ពណ៌ដល់ទៅ8ម៉ោងចាបន្ថែមជូនជាមួយនឹង Color Stay Lip Liner មុននឹងយើងធ្វើការលាបក្រែមនៅលើបបោមាត់ចាឃើញថាជាមួយនឹងការគូ Color Stay Lip Liner របស់យើងនេះអាចធ្វើឲ្យទម្រង់មាត់របស់យើងមានសភាពមួយស្អាតខុសពីទម្រង់មាត់ធម្មជាតិហើយមួយវិញទៀតអ្នកដែលមានមាត់ធំពេកឬក៏ទូចពេកគឺយើងអាចគូបន្ថែមបន្ថយតាមនឹងផងដែរចាការគូរឹមមាត់របស់យើងនេះអាចជាទំនប់ទប់ក្រែមមិនឲ្យគឺថាអស់ពណ៌ទៅណាគឺជាប់ពណ៌បានយូរតែម្ដងចាឥឡូវនេះខ្ញុំសូមបង្ហាញជូនគុណដូចយើងប្រាថ្នា Revlon មិនចេញមុនស្នេហ៍ពេញរាង Color Stay Lip Liner ជាខ្មៅដៃគូត្រេបបោមាត់ដែលជាប់ពណ៌បានយូរផ្ដល់នូវគំនូសច្បាស់ល្អមិនប្រតាក់ហើយថែមទាំងជួយឲ្យក្រែមបបោមាត់ជាប់ពណ៌បានយូរទៀតផងចាឥឡូវបន្តជូនជាមួយនឹងវិធីនៃការលាបក្រែមវិញម្ដងគឺជ្រើសរើសយក Revlon Color Burst Make Balm ដើម្បីយកមកលាបជូនដល់ skin របស់យើងចាគឺថាថ្ងៃនេះខ្ញុំជ្រើសរើសពណ៌ផ្កាឈូកចាស្រស់ចាហើយស័ក្តិសមជាមួយនឹងទម្រង់ពណ៌ដែលខ្ញុំបានជ្រើសយកពណ៌ផ្កាឈូកមកខាប់ហ្នឹងគឺស័ក្តិសមនឹងគ្នាតែម្ដងចាឥឡូវខ្ញុំសូមបង្ហាញជូន Face to Face ពិតជានាំមកនៅសម្រស់ដ៏ល្អអស្ចារ្យសម្រាប់គួរឲ្យកត់គុណដូចយើងប្រាថ្នា Revlon មិនចេញមុនស្នេហ៍ពេញរាងកាយនៅពេលដែលអ្នកចង់បង្ហាញនៅអារម្មណ៍បែបឃ្លាវខ្លាជឿជាក់សូមលាបក្រែមបបោមាត់បែបស្ងួតជាមួយនឹង Revlon Color Burst Matte Balm សាច់ក្រែមបែបស្ងួតពណ៌ស្អាតបែបកាម៉ាញ៉ី
ចាឥឡូវនេះខ្ញុំសូមបង្ហាញជូនជាមួយនឹងវិធីនៃការលាបថ្នាំកញ្ចក់វិញម្ដងគឺជ្រើសរើសយកថ្នាំកញ្ចក់ចា JNV ដើម្បីយកមកលាបជូនដល់ស្ទីរបស់យើងហើយខ្ញុំជ្រើសរើសយកពណ៌ផ្កាឈូកដែលមើលទៅគួរឲ្យស្រឡាញ់ហើយក្នុងផងដែរគឺយើងបន្ថែមជូនជាមួយនឹង Diamond Top Coat ដែលជាប្រភេទថ្នាំកញ្ចក់ចាឡងក៏ប៉ុន្តែលក្ខណៈមួយគឺលក្ខណៈដូចយើងចាក់ជែលអញ្ចឹងសម្រាប់ SPV ទាំងឡាយដែលគាត់ចូលចិត្តនិយមក្នុងការចាក់ជែលកញ្ចក់នោះគឺគាត់មិនបាច់ចាំបាច់ប្រើពេលវេលាយូរឬក៏ធ្វើឲ្យការរុះកញ្ចក់របស់គាត់ឲ្យខូចជាមួយនឹងកញ្ចក់ធម្មជាតិរបស់យើងនោះទេយើងគ្រាន់តែជ្រើសរើសយក JNV ហើយនឹង Diamond Top Coat របស់យើងនឹងយកមកលាបធ្វើឲ្យសម្រស់កញ្ចក់ដៃរបស់យើងស្អាតហើយជាពិសេសនោះគឺមិនខ្មៅកញ្ចក់ធ្វើឲ្យកញ្ចក់របស់យើងមានសភាពមើលរឹងមាំផងដែរចាឥឡូវនេះខ្ញុំសូមបង្ហាញជូនជាមួយនឹង JNV ជាមុនសិន Revlon បញ្ចេញមុនស្នេហ៍ពេញរាងកាយផ្ដល់សម្រាប់ពិតឥតខ្លាយសូមរីករាយនឹង Revlon Face to Face Face to Face ពិតជានាំមកនៅសម្រស់ដ៏ល្អអស្ចារ្យ Revlon Color Stay Gel NV ជាថ្នាំលាបក្រចកបែបជែលថ្មីផ្ដល់នូវពណ៌ភ្លឺស្រស់ស្អាតធ្វើឲ្យក្រចកផកក្រពុំរឹងមាំជាប់ពណ៌បានយូរដោយទឹកទ្រនាប់និងពណ៌លាយបញ្ចូលគ្នាក្នុងដបតែមួយងាយស្រួលប្រើដោយគ្រាន់តែលាប2ជាន់ជាការស្រេចរួចបន្ថែម Diamond Top Coat ដើម្បីពណ៌និងភាពភ្លឺរលោងជាប់កាន់តែយូរជាមួយ Revlon Color Stay Gel NV អ្នកពុំចាំបាច់ទៅចាក់ជែលទៀតទេ សម្រាប់ដល់គួរឲ្យកត់គុណដូចយើងប្រាថ្នា